លោកម៉ៅផាឡាប្រធានសមាគមថ្នាលយុវជនកម្ពុជាបានធ្វើការអំពាវនាវដល់យុវជនដែលមានអាយុចាប់ពី17ឆ្នាំឡើងទៅត្រូវតែត្រៀមខ្លួនចូលរួមបំពេញកាតព្វកិច្ចយោធាដើម្បីពង្រឹងខឿនការពារជាតិមិនថានៅកម្ពុជាយើងទេគឺប្រទេសទូទាំងពិភពលោកដែលគេអនុវត្តកាតព្វកិច្ចយោធានេះដូច្នេះហើយចំពោះកាតព្វកិច្ចយោធានេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យូរមកហើយក៏ប៉ុន្តែឱកាសនេះពេលវេលានេះដំណាក់កាលនេះយើងត្រូវតែធ្វើបាទត្រូវតែធ្វើដូច្នេះខ្ញុំសូមសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋជាពិសេសគឺយុវជនដែលគ្រប់អាយុចាប់ពី17ឆ្នាំឡើងទៅ18ឆ្នាំឡើងទៅនេះគឺធ្វើយ៉ាងម៉េចមិនត្រូវគិតបេះទេបាទត្រូវតែចូលរួមមកក្នុងកិច្ចការងារជាតិរបស់យើងពីព្រោះបើយើងមិនចូលនៅក្នុងកាតព្វកិច្ចយោធានេះទេវាស្មើនឹងបងប្អូនទាំងអស់គ្នាអត់ស្រឡាញ់ជាតិមាតុភូមិរបស់យើងទេហើយនេះជាឱកាសដ៏ល្អដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជារបស់យើងគឺលោកបានគិតគូរមិនថាវិស័យយោធាមិនថាវិស័យការពារជាតិមិនថាវិស័យអប់រំមិនថាវិស័យផ្សេងគឺលោកគិតគូរសម្រាប់មកក្នុងអាណត្តិទី7របស់លោកនេះអញ្ចឹងខ្ញុំសូមសំណូមពរឲ្យបងប្អូនក្មួយយុវនារីយុវជនទាំងអស់គ្រប់រាជធានីខេត្តសូមយកចិត្តទុកដាក់ឲ្យមែនតើនៅចំណុចនេះពីព្រោះឥឡូវអនុក្រឹត្យលោកបានចេញហើយបាទបង្រៀនច្បាប់បានមកហើយអនុក្រឹត្យលោកចេញថ្មីយើងនេះដាច់ធិបតីលោកបានធ្វើអាកិច្ចការងារមួយដើម្បីជាតិនេះមួយគឺជាមរតកទៅចំនួនខាងមុខទៀតដែលយើងសង្ឃឹមថារាជរដ្ឋាភិបាលបន្តទៅទៀតគឺនឹងជោគជ័យនៅវិស័យការពារជាតិក៏ដូចជាវិស័យផ្សេងក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជារបស់យើងសូមបញ្ជាក់ថាច្បាប់ស្តីពីកាតព្វកិច្ចយោធាត្រូវបានប្រកាសឲ្យប្រើជាផ្លូវការកាលពីថ្ងៃទី25ខែឧសភាឆ្នាំ2026រីឯអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាត្រូវបានរាជរដ្ឋាភិបាលផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី13ខែសីហាឆ្នាំ2026បន្ទាប់ពីសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានចុះហត្ថលេខាកាលពីថ្ងៃទី12ខែសីហាឆ្នាំ2026